សូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នូវសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់សូមចម្រើនពរលោកជួនសេដ្ឋានិងអ្នកស្រីមានធារីពោលដែលជានាយកមជ្ឈមណ្ឌលអន្តរជាតិ Northwest ក្រុងប៉ោយប៉ែតពោលដែលសាលារៀនឈ្មោះមេងហ៊ូ Northwest និងNorthwest និងមជ្ឈមណ្ឌលអន្តរជាតិ Northwest ក្រុងប៉ោយប៉ែតហ្នឹងឯងកែលោកជានាយកសាលាព្រមទាំងភរិយាបាននាំសាសានុសិស្សដែលបានប្រឡងថ្នាក់វិទ្យាល័យចប់រួចហើយចំនួនប្រមាណរូបហ្នឹង21រូបពីក្រុងប៉ោយប៉ែតមកកាន់ខេត្តសៀមរាបអង្គរវត្តដំណើរទស្សនកិច្ចសិក្សាហើយក៏បានធ្វើដំណើរចូលមកកាន់វត្តរាជបូរក្នុងឱកាសថ្ងៃនេះសូមបានមកជួបព្រះសង្ឃនឹងបានសូមអវាទខ្លះអំពីព្រះសង្ឃហ្នឹងជាកិច្ចដាស់តឿនក្រើនរំលឹកជួយជំរុញទឹកចិត្តរបស់សិស្សានុសិស្សទាំងអស់ឲ្យពេញចិត្តនឹងការសិក្សារៀនសូត្រនេះជាសម្បត្តិត្រឹមផ្ទាល់ខ្លួនរបស់អ្នកទាំងឡាយគ្រប់រូបទាំងអស់នេះក្នុងឱកាសនេះអាវាតក៏មិនវែងពេកដែរយល់ទៅតាមពេលវេលាអាត្មាភាពសូមលើកអំពីពុទ្ធសាសនាពាក្យថាពុទ្ធសាសនាជាភាសាបាលីប្រែមកជាខ្មែរមានអត្ថន័យថាជាពាក្យទូនមានព្រិនបដៅឬណែនាំរបស់លោកអ្នកត្រាស់ដឹងលោកអ្នកប្រាជ្ញគឺព្រះសម្មាសម្ពុទ្ធជាបរមគ្រូនឹងឯងព្រះសម្មាសម្ពុទ្ធជាបរមគ្រូនេះជាតិជាមនុស្សដូចយើងនឹងឯងមិនជាទេវតាមិនអាទិទេពទេនឹងសំសាសានុសិស្សទាំងឡាយជ្រាបដឹងអំពីពុទ្ធនឹងតែគ្រាន់ថាពុទ្ធនេះលោកមានបញ្ញាខ្លាំងក្លាលើសមនុស្សនៅលើផែនដីនេះអត់មានមនុស្សណាមានប្រាជ្ញាស្មើនឹងពុទ្ធអត់មានទេនឹងសូមជម្រាបចឹងបញ្ញារបស់ពុទ្ធនឹងក្រៃលែងជាទីបំផុតមិនអាចនឹងថ្លឹងថ្លែងមានវត្ថុណាមួយយកមកធៀបប្រៀបនឹងបញ្ញារបស់ពុទ្ធបានទេតែគ្រាន់តែលោកប្រាប់ថាបញ្ញារបស់ពុទ្ធនឹងរកទីបំផុតមិនមានទេរកទីបំផុតឲ្យចប់អត់មានទេគ្មានចេះចប់ទេអ្នកណាសួរពីអីក៏ដឹងសួរពីអីដល់លោកឆ្លើយប្រាប់បានទាំងអស់អ្នកណាមានបញ្ហាឆ្ងល់ទៅសួរពុទ្ធលំដែលថាចាំលោកគិតមើលសិនទេតែសួរតាណាលោកឆ្លើយភ្លាមព្រោះលោកដឹងមិនមានស្អីសល់ទេវាដូចជាយើងទាំងឡាយគ្រប់គ្នាហ្នឹងយើងរៀនមេលេខគុណអញ្ចឹងម្នាក់ណាគេហៅគេឲ្យយើងឆ្លើយគេថា2 ដងយើងឆ្លើយថា4អញ្ចឹងមកអត់ពិបាកគិតទេនេះធៀបពីបញ្ញារបស់ពុទ្ធឬយើងហៅទៅឲ្យអ្នកនោះគេឆ្លើយយើងថា3 ដងអ្នកនោះគេឆ្លើយថា6អញ្ចឹងនឹងជាឧទាហរណ៍ណាបញ្ញារបស់ពុទ្ធអត់បាក់អង្គុយគិតសិនទេតែហៅទៅគេឆ្លើយភ្លាមនៅសំណួរដែលឆ្ងល់ហ្នឹងនិយាយពីបញ្ញាសម្រាប់ពុទ្ធសាសនានេះជាសាសនាបញ្ញាពុទ្ធជាកំពូលអ្នកប្រាជ្ញជាមហាអ្នកប្រាជ្ញនៅលើលោកអាស្រ័យនៅក្នុងនាមយើងជាអ្នកជ្រះថ្លាក្នុងពុទ្ធសាសនាត្រូវសិក្សារៀនសូត្រឲ្យចម្រើនលូតលាស់បញ្ញាឲ្យសមទៅតាមជាបរិស័ទជារបស់ពុទ្ធនឹងពាក្យថាបញ្ញានេះជាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាប្រែជាខ្មែរថាសេចក្តីដឹងទូទៅយើងដឹងអីយើងស្គាល់អីអាហ្នឹងជាតួបញ្ញាអ្វីដែលយើងមិនដឹងយើងមិនស្គាល់អាហ្នឹង
មានបញ្ញាទេអាហ្នឹងបើថាបញ្ញាកើតពីការសិក្សារៀនសូត្រការត្រេះរិះការពិចារណាការសាកសួរគ្នាទៅវិញទៅមកនាំឲ្យចម្រើនបញ្ញាឥឡូវនិយាយពីភូមិសិក្សានៅពិភពលោកសប្តាហ៍ថ្ងៃនេះភូមិសិក្សាគឺសាលារៀនរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់គេបង្កើតភូមិសិក្សាឲ្យយើងរៀនគិតទៅពីឆ្នាំទី1ទៅដល់ឆ្នាំទីបញ្ចប់គិតទៅ20ឆ្នាំបើប្រឡងអត់ធ្លាក់បើសិនប្រឡងធ្លាក់ប្រើពេលវែងទៅទៀតការសិក្សារៀនសូត្រនេះលោកធៀបដូចជាធ្វើដំណើរឆ្លងសមុទ្រធ្វើដំណើរឆ្លងសមុទ្រយើងចូលរៀនឆ្នាំទី1ស្រអស្រអាទុកដូចជាត្រើយសមុទ្រច្រាំងសមុទ្រខាងអាយហ្នឹងនឹងចឹងដល់ឆ្នាំទី2ឆ្នាំទី3ដូចជាសំពៅដូចជានាវាទូករបស់យើងចេញពីត្រើយខាងអាយធ្វើដំណើរមកហើយណាឆ្នាំទី2ទី3ទី4ទី5ឆ្លងកាត់ប្រវល់សមុទ្រហ្នឹងអុយបើសិនណាជាយើងសិក្សារៀនសូត្របានដោយអ្នកទាំងឡាយរាល់គ្នាហ្នឹងរៀនសូត្របានដល់ថ្នាក់12ជាប់ហើយវិទ្យាល័យប្រឡងវិទ្យាល័យជាប់ហើយឈប់ទៅអត់រៀនតទៅទៀតអានឹងបទបណ្ឌិតដូនតាយើងលោកថាលិចទូកណ្ដាលសមុទ្រព្រោះទូយើងមិនឆ្លងចេញដែរណាលិចទូកណ្ដាលសមុទ្រអានឹងអត់ល្អតែឈ្មោះថាលិចទូកណ្ដាលសមុទ្រគឺគ្រោះថ្នាក់យ៉ាងម៉េចថាយើងវាខ្លីវិជាបញ្ញារបស់យើងវាតិចវាមិនទាន់គ្រប់គ្រាន់ព្រោះយើងទៅអត់ដល់ត្រើយហ្នឹងចុះបើយើងរៀនបន្តទៀតពីវិទ្យាល័យហ្នឹងបន្តទៅទៀតដល់មហាវិទ្យាល័យដល់បរិញ្ញាបត្រដល់អនុបណ្ឌិតហើយក៏យើងឈប់ទៅបុរាណលោកប្រើពាក្យមួយទៀតហើយនោះថាចិត្តដល់កំពង់ឡងទូកណាចិត្តដល់កំពង់ឡងទូកលិចទូកក្នុងនឹងទីវាមិនដល់កំពង់ត្រើយណាបើយើងបន្តរៀនបរិញ្ញាបត្រឲ្យបានទទួលថ្នាក់បណ្ឌិតអានេះលោកថាដល់កំពង់ហើយការធ្វើដំណើរនាវាទូកយើងដល់កំពង់ដល់ត្រើយហើយអាស្រ័យនេះសូមឲ្យពួកសិស្សនិស្សិតទាំងឡាយនេះសិស្សានុសិស្សទាំងឡាយសូមតាំងចិត្តព្យាយាមការរៀនសូត្រដោយធ្វើដំណើរឆ្លងសមុទ្រនេះសូមឲ្យដល់ត្រើយព្រោះភូមិសិក្សានៅលើពិភពលោកសប្តាហ៍ថ្ងៃនេះអស់ត្រឹមបណ្ឌិតគ្រប់ផ្នែកទាំងអស់ហ្នឹងបណ្ឌិតកាលណាយើងរៀនចប់ហើយបើប្រុសគេបញ្ញវន្តអ្នកដែលបរិបូរណ៍ដោយបញ្ញាហ្នឹងបើជាស្ត្រីហៅបញ្ញវន្តីឬបញ្ញវតីត្រង់នឹងបញ្ជាក់ថាពុទ្ធសាសនាលោកឲ្យតម្លៃមនុស្សស្រីមនុស្សប្រុសដូចគ្នាទាំងអស់ពុទ្ធភាសិតមកកន្លែងលោកសំដែងបញ្ជាក់ប្រាប់ថាបុរសមនុស្សប្រុសហ្នឹងមិនសុទ្ធតែជាបណ្ឌិតក្នុងទីសពអន្លើទេឯនារីស្ត្រីនឹងបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរឲ្យតម្លៃប៉ាន់គ្នាទាំងអស់ហើយពុទ្ធសាសនាលោកទូលមានរៀនបដៅមនុស្សនឹងឲ្យសន្សំបញ្ញារៀនបញ្ញាយកបញ្ញាឲ្យបានច្រើនព្រះអង្គទ្រង់សម្ដែងប្រាប់ថាអ្នកមានបញ្ញាសំបីមិនមានទ្រព្យក៏រស់នៅបានដែរអ្នកដែលមានបញ្ញាអត់មានទ្រព្យក៏រស់នៅបានដែរតែបើមិនមានបញ្ញាទេសំបីមានទ្រព្យក៏រស់នៅអត់បានដែរឃើញទេយើងអត់បានរៀនមានចំណេះជាដឹងលោកឪពុកអ្នកម្ដាយទុកគេមរតកឲ្យស្រែចម្ការអីជាច្រើនអត់រក្សាបានទេលក់ទ្រព្យសម្បត្តិយកមកស៊ីចាយចិញ្ចឹមពោះចិញ្ចឹមមាត់អស់ជួនកាលចាញ់បោកគេទៀតព្រោះយើងល្ងងគេមកបញ្ឆោតថាយេថាចោលទៅក៏លងចិត្តតាមគេឲ្យទ្រព្យសម្បត្តិទៅរីកជ័យគេអត់ឲ្យមកវិញនេះសម្រាប់អ្នកដែលអត់មានបញ្ញាណាក្នុងទីនេះបញ្ជាក់ថាបញ្ញានេះជាសម្បត្តិដ៏ធំសម្រាប់មនុស្សជាតិនៅលើពិភពលោកជាសម្បត្តិទ្រព្យដ៏ធំធេងនោះថាប
បញ្ញាដូចជាដុំពេជ្រអ្នកណាមានបញ្ញាតូចមានដុំពេជ្រតូចតែអ្នកណាមានបញ្ញាមធ្យមមានដុំពេជ្រមធ្យមអ្នកណាមានបញ្ញាច្រើនធំមានដុំពេជ្រនឹងធំអ្នកទាំងឡាយជ្រាបហើយថាដុំពេជ្ររតនវត្ថុណានាក៏ត្រូវការដែរអ្នកណាក៏ពេញចិត្តដែរអ្នកណាក៏ចង់បានដែរបានលោកធៀបថាបញ្ញានេះជាដុំពេជ្រកាលណាមានដុំពេជ្រហើយមនុស្សគេស្វែងរកធ្វើកិច្ចការគេត្រូវការយកទៅធ្វើកិច្ចការងារហ្នឹងនៅក្នុងទីកន្លែងរបស់ផងគេឬក៏យើងអាចបំរើទៅជាអ្នកមន្ត្រីរាជការអីជាអ្នកដឹកនាំប្រទេសជាតិកសាងប្រទេសជាតិបានអានឹងបញ្ញាសំខាន់ណាស់បើអញ្ចឹងសូមឲ្យអ្នកទាំងឡាយគ្រប់គ្នាតាំងចិត្តតស៊ូធ្វើដំណើរឆ្លងសមុទ្រគឺការរៀនសូត្រសូមឲ្យដល់ត្រើយជាកិច្ចតបស្នងសងគុណដល់លោកឪពុកអ្នកម្ដាយយើងផងលោកឪពុកអ្នកម្ដាយយើងក៏ឲ្យយើងរៀនសូត្រប្រាថ្នាចង់ឲ្យកូននឹងមានបញ្ញាតាមពិតទៅលោកឪពុកអ្នកម្ដាយយើងបច្ចុប្បន្ននេះក៏មិនសូវមានកម្រិតវប្បធម៌ឲ្យបានខ្ពង់ខ្ពស់ដូចយើងទេព្រោះកាលសម័យរបស់គាត់ជាកាលវិបត្តិអត់បានរៀនសូត្រអីទេប្រទេសវផាន់ប្រែក៏រៀនសូត្របានតិចតួចទេម្ល៉េះហើយគាត់ខំតស៊ូប្រកបអាជីវកម្មផ្សេងមកបណ្ដុះបណ្ដាលយើងជាកូននេះហើយក្នុងវ័យយើងជាយុវវ័យអត់មានការងារអីទេគ្រឿងឧបភោគប្រើប្រាស់គ្រឿងបរិភោគលោកឪពុកអ្នកម្ដាយរកត្រៀមឲ្យអស់ហើយសម្រាប់យើងមានតែការសិក្សារៀនសូត្រនោះឯងដែលជាការងារចាំបាច់របស់ផងយើងហ្នឹងអានឹងសូមបញ្ជាក់អញ្ចឹងបើអញ្ចឹងសូមឲ្យសិស្សានុសិស្សទាំងអស់គ្នានេះខំតស៊ូការរៀនសូត្រនោះឲ្យដល់ត្រើយជាកិច្ចតបស្នងសងគុណដល់លោកឪពុកអ្នកម្ដាយយើងផងគាត់ចង់ឲ្យកូនមានបញ្ញាឧត្តមឧត្តមខ្ពង់ខ្ពស់នោះប៉ុន្តែអ្នកដែលរៀនអរយៈកាល20ឆ្នាំមិនមែនជារឿងស្រួលទេលំបាកបើមិនយល់ពីតម្លៃនៃចំណេះវិជ្ជាទេទន្លាក់ចោលហើយការងារហ្នឹងអត់បានរៀនជាតទៅទៀតតើអ្នកយល់ពីតម្លៃវិជ្ជាមានតម្លៃយ៉ាងណាបានតស៊ូរៀនសូត្របានហ្នឹងបានជាមានបណ្ឌិតអ្នកប្រាជ្ញដូនតាយើងលោករៀបជាច្បាប់មួយដាស់តឿនពួកអ្នករៀនហ្នឹងឲ្យយើងមានសតិស្មារតីដើម្បីឲ្យរឹងក្នុងការរៀនសូត្រនោះលោកថាអ្នករៀនទាំងឡាយប្រយ័ត្នរាយមេយព្រោះក្តីសល់វល់រាយមេយចិនណាវាបែកមកពីការរៀនអត់បានមូលនោះទេបែករាយមេយទៅលើនេះលើនោះផ្ដេសផ្ដាសប្រយ័ត្នរាយមេយព្រោះក្តីសល់វល់ត្រូវខំមិត្តរៀនចំណេះសកលត្រាតែបានដល់ត្រើយត្រានវិទ្យាណាវិជ្ជានៅក្នុងសាលារៀនជាវិជ្ជាសកលច្រើនបែបដល់ស្អីក៏មានហ្នឹងដែរស្រេចយើងពេញចិត្តវិជ្ជាណាយើងរៀនវិជ្ជាណាទៅត្រាតែបានដល់ត្រើយត្រានវិទ្យានេះត្រើយត្រានវិទ្យាអាត្មាប្រាប់មិញហើយដូចធ្វើដំណើរឆ្លងសមុទ្រហ្នឹងវិទ្យាជាភាសាសំស្ក្រឹតបាលីថាវិជ្ជាយ៉ាងត្រាតែបានដល់ត្រើយត្រានវិទ្យាជាត្រឹមប្រើបានសពគ្រប់លឹះត្រឹមនានាអ្នកមានត្រឹមស្រាប់អបិតវិជ្ជាមិត្តភ័ក្តិផងគ្នាគេច្រើនមើលងាយយើងមានទ្រព្យសម្បត្តិតែខ្វះវិជ្ជាក៏នៅតែគេមើលងាយនឹងចាំមិនចាំវិអត់ទាន់ហួសទេកុំឲ្យចិត្តរេមាយបានទេហ៎ឲ្យមូលក្នុងការរៀនសូត្រខំមើលរៀនតស៊ូឲ្យបានដល់ត្រើយពេលបុរាណមួយទៀតលោកថាអាសាក្តី3អាសាបងបាននេះទេវាអត់ប្រយោជន៍រឿង3យ៉ាងអាសាក្តី3បណ្ដាំមេជីព្រេងព្រឹត្តប្រដៅអង្គសសតចំអិនឲ្យឆៅមួយ
ពិស័យហើយក្លៅពីប្រាជ្ញឥតមយាទនឹង3នឹងអត់ប្រសើរទេអង្គសសតចំអិនឲ្យឆៅលោកធៀបថាកូនដែលកើតពីឪពុកម្ដាយមកទុកដូចជាអង្គសសតស្អាតបរិសុទ្ធណាស់តែឪពុកម្ដាយយកអង្គនៅទៅដាំបាយដាំឲ្យឆៅអត់បានឆ្អិនទេដល់បានទេឲ្យឆៅធ្វើអីក៏មិនកើតចាក់ចោលបើខ្លោចបានកដាំងណាបុរាណគេថាតែឆៅឥតប្រយោជន៍ខ្លោចបានកដាំងជាតែម៉ែឪមិនបានអប់រំកូនឲ្យស្អាតល្អទូលមានណែនាំបង្ហាត់បង្រៀនកូនឲ្យល្អទេដូចជាអង្គសសតយកទៅដាំបាយឲ្យឆៅប្រើប្រយោជន៍ឲ្យអត់កើតអត់បានផលទេព្រោះម៉ែឪនឹងពុទ្ធលោកតាជាគ្រូទី1របស់កូនគ្រូនៅសាលាគ្រូទី2ទៅពុទ្ធលោកមិនរៀនចឹងគ្រូទី1នឹងអប់រំកូនរបស់ខ្លួននឹងឲ្យដើរផ្លូវខុសមិនឲ្យដើរផ្លូវត្រូវទេអង្គបរិសុទ្ធស្អាតតែយើងយកទៅចម្អិនឲ្យឆៅស៊ីអត់កើតក៏វិញចោលវាអាសាបងទៅហើយពិស័យឲ្យខ្លៅពិស័យរូបរាងមានត្រង់ទ្រាយសម្ផស្សល្អមើលទៅមិនទើសព្រមប្រៃគួរជាទីពេញចិត្តគួរជាទីស្រឡាញ់ប៉ុន្តែល្ងងខ្លៅមិនថានឹងអាសាបងមិនហើយអត់ប្រយោជន៍អីល្អតែរូបប៉ុន្តែល្ងងខ្លៅអានឹងបានបុរាណយ៉ាងនោះថាក្រក៏ក្រចោលឲ្យតែមានអាក្រក់ចោលឲ្យតែល្អក្រក៏ក្រចោលឲ្យតែមានដូចចេញចេះទៅវិញនៅថារូបអាក្រក់ក៏អាក្រក់ចោលឲ្យតែវាល្អគឺមានចំណេះមានវិជ្ជាណាតែដល់អារូបល្អវាមកយាអចំណេះវិជ្ជាអត់មានក៏វាអាក្រក់អានេះថាពិស័យឲ្យខ្លៅប្រាជ្ញឥតមយាទសិក្សារៀនសូត្របានកម្រិតវិជ្ជាដល់បណ្ឌិតហើយតែមយាទអាក្រក់អត់បានយកកម្រិតវិជ្ជារបស់ខ្លួនមកអនុវត្តមកអរំខ្លួនទេគឺថាប្រាជ្ញអត់មយាទហ្នឹងវាអាសាបងកម្រិតបបធម៌មានជាអ្នកចេះដឹងបើមយាទអាក្រក់ប្រព្រឹត្តតែអំពើពាលាអីនេះ3នេះអាសាបងណាអង្គសសតចំអិនឲ្យឆៅពិស័យឲ្យខ្លៅប្រាជ្ញឥតមយាទគេណា3នេះអត់ល្អទេបើអញ្ចឹងអ្នកទាំងឡាយគ្រប់គ្នាក៏បីធ្វើខ្លួនយ៉ាងណាក៏ឲ្យធ្លាក់ទៅក្នុងលក្ខណៈ3យ៉ាងហ្នឹងបងអាហ្នឹងយ៉ាងបានបុរាណគេថាតែបើប្រាជ្ញកុំប្រាជ្ញឲ្យដល់ព្រើលតែចេះហើយឋានៈជាបណ្ឌិតបញ្ញាបត្រទៅនៅតែព្រើលព្រឹត្តអំពើអបាយមុខពេលផ្សេងហ្នឹងយ៉ាងតែបើប្រាជ្ញកុំប្រាជ្ញឲ្យដល់ព្រើលបើមើលកុំមើលឲ្យដល់ងាប់ហ្នឹងបើធ្លួយកុំធ្លួយឲ្យដល់ធ្លាប់បើជាប់កុំជាប់ឥតគេចងបើថាយើងចេះដឹងបានជាធ្លួយតែតែងទួចហើយកុំធ្លួយដល់ទៅវាធ្លាប់បកក្រោយវិញអត់បានណាចា៎បើវាជាប់កុំជាប់ឥតគេចងអត់ចំណងហ្នឹងកុំឲ្យវាជាប់ស្អិតហ្នឹងស្អិតក្នុងគ្រឿងពាលាអាក្រក់សពបែបសពយ៉ាងហ្នឹងពីព្រោះគ្រឿងពាលានេះវាជាគ្រឿងពេញចិត្តរបស់មនុស្សណាពួកអបាយមុខហ្នឹងតើតែអ្នកមានកម្រិតវិជ្ជាជាបណ្ឌិតបានយល់អំពីអំពើអាក្រក់ហ្នឹងវាឲ្យទុកទោសយ៉ាងម៉េចគេព្យាយាមលះបង់តែចិត្តរបស់មនុស្សទូទៅគឺវាជាប់ចឹងយកគ្រឿងកិលេសហ្នឹងព្រមមនុស្សនោះកើតមកវាជាប់ដោយកិលេសពេញខ្លួនកាយវាចាសតែកិលេសម្ល៉េះហើយវាពេញចិត្តអាកិលេសដូចគ្នានេះវាស្រោបគ្នាក៏យើងរៀនសូត្របានវិជ្ជាចេះដឹងទៅបានយើងយល់មានបញ្ញាដឹងសេចក្តីអាក្រក់ល្អទូទៅបានយើងលះបង់អាក្រក់ចោលអ្នកនេះធ្វើសេចក្តីល្អឡើងអានេះសូមសិស្សានុសិស្សទាំងឡាយដែលបានអញ្ជើញមកក្នុងឱកាសនេះអាត្មាភាពក៏ធ្វើធម្មបដិសន្ធារៈរិតិចំពោះអ្នកទាំងឡាយដែលគ្នាមានប្រមាណប៉ុណ្ណឹងព្រោះពេលវេលាខ្លីហើយក៏សូមអ្នកទាំងឡាយដែលគ្នាចងចាំត្រង់ត្រាប់ឲ្យធ្វើម៉េចការរៀនសូត្រនេះសូមឲ្យឆ្លងឲ្យដល់ត្រើយដល់បានទេបណ្ដាំសូមប៉ុណ្ណឹងឲ្យសូមឆ្លងឲ្យដល់ត្រើយស្រាប់បានទេសូមអានេះអាត្មាសូមអ្នកទាំងឡាយហ្នឹងកុំឲ្យលិចទូកណ្ដាលសមុទ្រកុំឲ្យចិត្តដល់កំពង់រងទូនឹងនាំឲ្យស្ដាយក្រោយទេខ្លួនឯងដល់ពេលក្រោយទៅគេជ្រើសរើសអ្នកបម្រើកិច្ចការរដ្ឋអីទៅគេរកថ្នាក់កម្រិតវប្បធម៌អីទៅយើងស្ដាយយើងអត់ដល់គេរកបណ្ឌិតយើងមកនៅក្រោមបណ្ឌិត
អានឹងអត់បានទេមកជីវិតមានតែម្ដងម្នាក់ឯងតស៊ូយកឲ្យបាននេះជាសំណូមពរដែលអាត្មាសុំដល់បានហើយហ៎អញ្ចឹងមង្គលសោតព្រះពុទ្ធលោកសំដែង4យ៉ាងសេចក្តីអត់ធន់នឹងមួយសេចក្តីអត់ធន់នឹងការលំបាកផ្លូវកាយមួយផ្លូវចិត្តមួយផ្លូវកាយគឺយើងធ្វើកិច្ចការងារវាធ្ងន់លំបាកយើងត្រូវតែតស៊ូផ្លូវចិត្តអាអ្នកដតីពោលពាក្យវាចាត្រកោះបោកមកលើយើងបន្តិចបន្តួចឲ្យយើងអត់ធ្មត់កុំឲ្យនិយាយតបតែតបវាកើតបញ្ហាច្រើនលើកលែងតែរឿងណាដែលវាធ្ងន់ធ្ងរណាស់នេះយើងត្រូវរកច្បាប់បើតែកិច្ចការកុសលយើងកុំទលវល់វាស្អីអត់ធន់ហ្នឹងមួយភាវៈខ្លួនយើងជាបុគ្គលជាមនុស្សដែលគេទូលមានព្រានបដៅបានដោយងាយតិចមកនេះអាត្មាព្រានបដៅហើយនិយាយទៅស្ដាប់បានទទួលយកបានថាវាចាវោហានឹងត្រឹមត្រូវអានេះគេថាខ្លួនជាបុគ្គលដែលគេបដៅបានដោយងាយហ្នឹងទី2ទី3កិរិយាបានឃើញបានជួបនឹងសាមណៈទាំងឡាយមួយនេះជានេតិដែលជួបសាមណៈហើយជួបសាមណៈលើកយកអវាទពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធផងពាក្យព្រានបដៅរបស់បណ្ឌិតអ្នកប្រាជ្ញដូនតាផងមកអធិប្បាយឲ្យអ្នកទាំងឡាយស្ដាប់ជាច្បាប់ដ៏ល្អហើយទី4ធម្មសាកច្ឆាការសាកសួរគ្នាទៅវិញទៅមកនៅធ្វើតាមកាលមួយក៏ជាមង្គល4នេះជាមង្គលសម្រាប់មនុស្សពុទ្ធលោកសំដែងអញ្ចឹងសេចក្តីអត់ធន់មួយខ្លួនជាមនុស្សដែលគេទូលមានបានដោយនាយមួយកិរិយាបានជួបនឹងសាមណៈនឹងមួយការសាកសួរគ្នាទៅវិញទៅមកនៅធ្វើឬនៅអ្វីដែលយើងមិនយល់ឲ្យគេបញ្យល់មួយ4នេះជាមង្គលដល់មនុស្សទាំងអស់ហ្នឹងនឹងចូលចាំអញ្ចឹងប៉ុណ្ណឹងចុះសូមថ្លែងអំណរអគុណនឹងលោកនាយកសាលានឹងលោកស្រីហើយនឹងសិស្សានុសិស្សទាំងអស់ក៏ដែលបានអញ្ជើញមកកាន់វត្តរាជបូរក្នុងឱកាសនេះគឺសាលារៀនមេហូនៅ West និងមជ្ឈមណ្ឌលអន្តរជាតិនៅ West ក្រុងប៉ោយប៉ែតបានអញ្ជើញនាំសិស្សមក2ដងហើយណាបើមកនេះស្ដាប់សំដីដែលអត់ស្រួលដូចផ្លែផ្កាចាក់ដោតទៅមកបើយ៉ាងណាក៏អត់ធន់ដែរប្រពដៅមិញហើយសេចក្តីអត់ធន់ហ្នឹងណាណាក៏អត់ធន់ដែរមើលលើ Facebook ឃើញនិមន្តដល់បន្ទីមិនចេះតែអត់ដល់ប៉ុនប៉ែគេថាអត់ធន់ហើយមិញនេះទៅមិនក៏มันក៏ក្រៅរំពើកដែរបងសុខចិត្តអត់ធន់សូមថ្លែងអំណរអគុណចំពោះលោកនាយកនិងភរិយានិងសិស្សានុសិស្សទាំងអស់បើសិនណាជាមិនចូលចិត្តមិនពេញចិត្តទេក៏បានមកកាន់វត្តបូរដែរការដែលអញ្ជើញមកនេះមិនបាច់ចាំប្រាប់ទេលោកបុរាណថាក្រៅដៅក្នុងបើស្អប់អត់មកទេអូពេញចិត្តបានមកបុរាណថាក្រៅដៅក្នុងហើយការដែលមកជួបប៉ុណ្ណឹងអាត្មាក៏ផ្ដល់ជាឱវាទរបស់ព្រះពុទ្ធខ្លះផងជាឱវាទច្បាប់បុរាណណាចាដូនតាយើងផងទោះបីជាសាសនាក្តីគឺផ្ដោតផ្លូវតែមួយទេធ្វើម៉េចជំរុញអ្នកទាំងឡាយដែលគ្នាឲ្យតស៊ូរៀនបានចាប់ចង់ចាប់ដើមដើម្បីដល់ត្រើយជាកិច្ចតបស្នងសងគុណរបស់លោកឪពុកអ្នកម្ដាយយើងផងបងសំដែលអវាទទូលមានណែនាំក្នុងឱកាសនេះក៏លំមគួរសមតាមកាលនឹងវិលាហើយបងសូមអនុមោទនាទាំងអស់